ចាជំរាបសួរបងប្អូនទាំងអស់គ្នារីករាយណាស់ស្វាគមន៍មកកាន់ page និង channel ស្រីផាត់ម្ហូបឆ្ងាញ់ថ្ងៃនេះនឹងខ្ញុំនឹងចែករំលែកពីរបៀបធ្វើខពោះគោនំប៉័ងចាសម្រាប់បងប្អូនធ្លាប់ទៅឮថាខគោនំប៉័ងអីចឹងណាហើយនាងខ្ញុំក៏ចង់ដឹងដែរតើពោះគោយើងអាចយកមកខញ៉ាំជាមួយនំប៉័ងបានអត់ឥឡូវនេះនាងខ្ញុំបានយកពោះគោមកខចាដើម្បីញ៉ាំជាមួយនំប៉័ងចាគឺរសជាតិឆ្ងាញ់បងប្អូនសម្រាប់បងប្អូនទស្សនាវីដេអូនេះហើយបងប្អូនអាចសាកល្បងធ្វើញ៉ាំដូចនាងខ្ញុំបាននិយាយរឿងពោះគោហ្នឹងចាធូរថ្លៃជាងសាច់ផងដែរហើយពេលដែលយើងញ៉ាំទៅគឺមានរសជាតិច្របឆ្ងាញ់ណាបងប្អូនចាឥឡូវនេះកុំឲ្យបងប្អូនរងចាំយូរនាងខ្ញុំនឹងបង្ហាញជូនពីរបៀបធ្វើខគោនំប៉័ងនេះតែម្ដងអីចាខពោះគោនំប៉័ងសម្រាប់ពោះគោនេះយកទៅលាងទឹកឲ្យបានច្រើនទឹកទៅបងប្អូនដាំទឹកកោសឬក៏ច្របាច់អំបិលក្រូចឆ្មាបែបណាធ្វើឲ្យពោះគោយើងស្អាតល្អសិនណាសម្រាប់វីដេអូនេះគឺនាងខ្ញុំថតបែបកាត់ខ្លីៗបងប្អូនចាលាងបានទៅ 4-5 ទឹកហើយយកពោះគោយើងមកចាក់សម្រស់បែបនេះចាបន្តមកនាងខ្ញុំដាំទឹកនៅលើចង្ក្រានបានពុះយកពោះគោយើងទៅស្រស់ឲ្យបានក្តៅទើបនាងខ្ញុំយកមកលាងទឹកមួយសាចាដូចនាងខ្ញុំបានបង្ហាញជូនបងប្អូនហើយគឺនាងខ្ញុំកាត់ខ្លីៗអត់បានថតកន្លែងស្រស់ពោះគោនឹងទេបងប្អូនបន្ទាប់ពីលាងទឹកបានស្អាតរួចរាល់ហើយដាក់ឲ្យសោះទឹកឆ្នាំងនៅលើចង្ក្រានចាក់ប្រេងឆាចូលគ្រឿងផ្សំមានគល់ស្លឹករៃរំដេងស្លឹកក្រូចខ្ទឹមសខ្ទឹមក្រហមដំឲ្យតួយកមករំលីងជាមួយនឹងប្រេងដែលយើងបានចាក់នៅលើឆ្នាំងហ្នឹងហើយនាងខ្ញុំធ្វើការរំលីងគ្រឿងនឹងទាន់តែបានឈ្ងុយណាបងប្អូនចាបន្ទាប់ពីរំលីងគ្រឿងបានឈ្ងុយហើយនាងខ្ញុំបន្ថែមជាមួយនឹងម្ទេសឆ្អើរចិញ្ច្រាំចូល3ស្ព្រាបាយសម្រាប់ម្ទេសឆ្អើរនេះចាដាក់ចូលហើយធ្វើការរំលីងគ្រឿងនឹងម្ទេសហ្នឹងឲ្យបានឈ្ងុយចាលីងចុះលីងឡើងគ្រឿងនាងខ្ញុំបានឈ្ងុយហើយនាងខ្ញុំចាប់ផ្ដើមចាដាក់កាពិចូលសម្រាប់កាពិនេះដែរនឹងខ្ញុំប្រើ1ស្ព្រាបាយចាធ្វើការរំលីងកាពិយើងនឹងឲ្យបានរលាយសព្វជាមួយនឹងគ្រឿងចាលីងចុះលីងឡើងរហូតដល់កាពិបានឈ្ងុយជាមួយគ្រឿងហើយនឹងខ្ញុំចាប់ផ្ដើមដាក់គ្រឿងបន្តទៀតចាសម្រាប់គ្រឿងបន្តនឹងមានស្ករត្នោតបងប្អូនសម្រាប់ស្ករត្នោតនេះនឹងខ្ញុំប្រើចា1ស្ព្រាបាយផងដែរធ្វើការរំលីងស្ករត្នោតយើងនឹងចារំលីងរហូតដល់បានឈ្ងុយជាមួយគ្រឿងផងដែរសម្រាប់ខគោនេះគឺត្រូវការលីងគ្រឿងឲ្យបានឈ្ងុយសិនណាបងប្អូនបន្ទាប់ពីគ្រឿងបានឈ្ងុយហើយនាងខ្ញុំបន្ថែមជាមួយនឹងទឹកម្ទេសចាសម្រាប់ទឹកម្ទេសនេះនាងខ្ញុំដាក់ចូលចាសម្រាប់ទឹកម្ទេសនេះនាងខ្ញុំប្រើ2ស្ព្រាបាយផងដែរគ្រឿងបន្តមានទឹកពេញប៉ោះចាសម្រាប់ទឹកពេញប៉ោះនេះក៏នាងខ្ញុំប្រើ2ស្ព្រាបាយផងដែរចាដាក់ទឹកពេញប៉ោះទឹកម្ទេសចូលបានរួចរាល់ហើយនាងខ្ញុំធ្វើការរំលីងគ្រឿងនឹងឲ្យបានឈ្ងុយបន្តិចបន្ទាប់មកបន្ថែមជាមួយនឹងប្រេងខ្យងចាសម្រាប់ប្រេងខ្យងនេះនាងខ្ញុំប្រើ1ស្ព្រាបាយផងដែរបងប្អូនបន្ទាប់ពីដាក់ទឹកប្រេងខ្យងចូលរួចរាល់បន្ថែមជាមួយនឹងចាទឹកស្រី1ស្ព្រាបាយទឹកស៊ីអ៊ីវ1ស្ព្រាបាយផងដែរចាហើយនេះក៏ជាគ្រឿងសម្រាប់ធ្វើខគោចាឬក៏ធ្វើជាការីអីចឹងណាបងប្អូនចាក្នុងគ្រឿងនេះគឺមានឈ្ងុយចាផ្កាច័ន្ទចាឈើអែមឬក៏ប៉ោយកាក់រួចរាល់ហើយបងប្អូនអញ្ចឹងនេះខ្ញុំអត់បានប្រើផ្កាច័ន្ទទេណាបងប្អូនចាកោគ្រឿងបានឈ្ងុយហើយបន្ថែមជាមួយនឹងប៊ីចេង1ស្ព្រាកាហ្វេផងដែរចាដាក់គ្រឿងចូលបានរួចរាល់នឹងខ្ញុំបន្ថែមជាមួយនឹងពោះគោដែលយើងបានស្រស់ទឹកក្តៅចារួចរាល់ហ្នឹងចាដាក់ចូលតែម្ដងបងប្អូនធ្វើការរំលីងគ្រឿងនិងសាច់នឹងចាឲ្យបានចូលសព្វគ្រឿងសិនចាបន្ទាប់មកនាងខ្ញុំក៏ចាប់ផ្ដើមគ្របរងាស់សិនណាបងប្អូនចានេះគឺជាមុខម្ហូបដែលគ្រួសាររបស់នាងខ្ញុំចំអិនសម្រាប់បងប្អូនចំអិនបែបណាចាជួយខមមិនប្រាប់នាងខ្ញុំម្នាក់មួយផងថានាងខ្ញុំធ្វើខុសឬត្រូវចាសម្រាប់ខគោថ្ងៃនេះផងដែរនាងខ្ញុំក៏មានខ្ទិះដូងសម្រាប់យកមកដាក់ដែរបងប្អូនខ្លះគាត់ខគោគាត់ប្រើតែទឹក
ដូងណាបងប្អូនតែថ្ងៃនេះនឹងខ្ញុំប្រើខ្ទិះចាខ្ទិះដើមខ្ទិះចុងដាក់ចូលជាមួយគ្នាតែម្ដងចាបន្ទាប់មកនឹងខ្ញុំកូររងាស់ទឹកនឹងឲ្យបានចូលសព្វគ្រឿងជាមួយនឹងសាច់ចាហើយធ្វើការគ្របរងាស់មួយផ្លែតនឹងបានពុះគ្រប់ហើយបងប្អូនហុយក្តៅចាសម្រាប់រសជាតិវិញឈ្ងុយចាឥឡូវនេះបន្ថែមជាមួយនឹងទឹកដោះគោខាប់ចាសម្រាប់ទឹកដោះគោខាប់នេះនឹងខ្ញុំប្រើមួយវែកធំដែរបងប្អូនដាក់ទឹកដោះគោចូលបានរួចរាល់ធ្វើការកូររងាស់ចាសម្លខពោះគោយើងនឹងចាឥឡូវនេះពុះក្រកហុយចារងាស់បានសាច់បានរាងឆ្អិននឹងខ្ញុំបន្ថែមជាមួយនឹងក្រិតសម្រាប់ក្រិតនេះប្រើ2មើមចាស្មើនឹងកន្លះគីឡូសម្រាប់ពោះគោនឹងខ្ញុំប្រើ1គីឡូកន្លះចាដោយសារពេលនេះខ្ញុំចំអិននឹងខ្ញុំបានរៀបរាប់ប្រាប់បងប្អូនពីរឿងសាច់ហ្នឹងត្រូវប្រើប្រមាណអញ្ចឹងណាដាក់ការ៉ុតចូលរួចរាល់ហើយធ្វើការគ្របរងាស់បានមួយស្ទុះឥឡូវនេះការ៉ុតនិងសាច់របស់នាងខ្ញុំគឺបានឆ្អិនល្មមហើយបងប្អូនចាសម្រាប់រសជាតិបងប្អូនចូលចិត្តប្រៃផ្អែមបែបណាអាចដាក់តាមចំណង់ចំណូលចិត្តទៅចាឥឡូវនេះគឺនាងខ្ញុំចាប់ផ្ដើមត្រៀមដួសដាក់ចានហើយបងប្អូនចាបងប្អូនចូលចិត្តញ៉ាំខពោះគោដូចនាងខ្ញុំដែរទេចាបើបងប្អូនចូលចិត្តញ៉ាំខពោះគោបងប្អូនអាចធ្វើតាមរូបមន្តដែលនាងខ្ញុំបង្ហាញជូនថ្ងៃនេះផងដែរចាបន្ទាប់ពីបានឆ្អិនរួចរាល់ហើយនាងខ្ញុំធ្វើការដួសខពោះគោយើងដាក់នៅក្នុងចានណាបងប្អូនចាសំសួរតិចមើលបងប្អូនទស្សនាហើយចង់ធ្វើញ៉ាំដែរទេចាម្ហូបមួយមុខនេះបងប្អូនមានតែនៅក្នុងហាងទេយើងនៅផ្ទះគឺកម្រនឹងធ្វើញ៉ាំណាឥឡូវនេះគឺរួចរាល់ហើយបងប្អូនសម្រាប់ខពោះគោរបស់នាងខ្ញុំក្នុងថ្ងៃនេះផងដែរសម្រាប់ខនេះដែរបងប្អូនយើងមាននំប៉័ងចាសម្រាប់បន្លែវិញមានម្អមជីរណាចាស់នឹងខ្ទឹមបារាំងផងដែរចាឥឡូវនេះគឺបានឆ្អិនរួចរាល់ហើយបងប្អូននាងខ្ញុំក៏សូមអរគុណច្រើនសម្រាប់ការចូលតាមដានទស្សនាវីដេអូរបស់នាងខ្ញុំតាំងពីដើមរហូតដល់ចប់ចានាងខ្ញុំក៏សូមជូនពរបងប្អូនសូមឲ្យមានសុខភាពល្អចាកុំភ្លេចជួយ like និង share វីដេអូនេះជូននាងខ្ញុំផងចាដើម្បីទទួលបាននៅវីដេអូថ្មីពីនាងខ្ញុំរៀងរាល់ថ្ងៃស្រីផាត់ម្ហូបឆ្ងាញ់និងចែករំលែកនៅមុខម្ហូបឆ្ងាញ់ជូនបងប្អូនទស្សនាជារៀងរាល់ព្រឹកចាស់ឬក៏ជារៀងរាល់ថ្ងៃចាសូមអរគុណច្រើនបងប្អូនជម្រាបលាជួបគ្នានៅវីដេអូថ្មីម្ដងទៀតចា